So today, welcome back to my YouTube channel. I know I share. Ta dương đang thời thuaយ៉ាងមិនទៀតនៅពេលដែលយើងដឹងថាយើងបានជាប់ឆ្នោតមករស់នៅសហរដ្ឋអាមេរិកខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជា excited ហើយក៏ច្បុកច្បល់ដែរមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្ទាប់ពីដឹងថាខ្លួនឯងបានជាប់ឆ្នោតមករស់នៅសហរដ្ឋអាមេរិកដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពី step by step ឬក៏ follow up ជាមួយនឹងទូតថាតើធ្វើយ៉ាងម៉េចទៅបានទទួលបាន visaដូច្នេះ don't forget to subscribe on my YouTube channel ហើយជួយ share it to your friends and family ផងខ្ញុំជឿជាក់ថានៅក្នុងឆ្នាំ2020នេះអ្នកទាំងអស់គ្នានឹងបានជាប់មករស់នៅសហរដ្ឋអាមេរិកឬក៏បុគ្គលណាមួយដែលអ្នកស្គាល់នឹងបានជាប់ឆ្នោតដូច្នេះតាមដានវីដេអូនេះទាំងអស់គ្នាអ្វីដែលអ្នកនឹងដឹងក្នុងវីដេអូនេះមានដូចជាត្រូវរកឯកសារមួយសំខាន់បំផុតមុនពេលបំពេញឯកសារហ្នឹងតើនោះគឺជាអ្វីមួយទៀតកំឡុងពេលបំពេញឯកសារហ្នឹងត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះនៅពេលដែលបំពេញ form ហ្នឹងហើយតើត្រូវធ្វើអីបន្តទៀតចុងក្រោយតើការរត់ឯកសារនិងថ្លៃសរុបនៃចំណាយទាំងអស់ហ្នឹងតើអស់ខ្ទង់ប្រមាណទីមួយនោះបើសិនជាយោងទៅតាម US government web page US government គាត់បាននិយាយថា if you are selected entrants are encouraged to complete the online DS260 application immediately អូខេអញ្ចឹងកន្លែងហ្នឹងគាត់និយាយប្រាប់ថាបើសិនជាយើងត្រូវបានជ្រើសរើសគាត់លើកទឹកចិត្តឲ្យយើងបំពេញ form DS260 application ហ្នឹងណាជាបន្ទាន់តែនៅកន្លែងហ្នឹង tricky បន្តិចនៅពេលណាដែលយើងបំពេញ form DS260 ហ្នឹងគេត្រូវការអាស័យដ្ឋានអ្នកដែលរស់នៅសហរដ្ឋអាមេរិកហ្នឹងនិយាយកាត់គឺឈ្មោះថា host ខ្ញុំនិយាយចឹងឲ្យស្រួលស្ដាប់អញ្ចឹងយើងត្រូវតែរក host ដែលរស់នៅសហរដ្ឋអាមេរិកហ្នឹងសិនដើម្បីឲ្យយើងយកអាស័យដ្ឋានរបស់គាត់បំពេញនៅក្នុង DS260 ហ្នឹងកន្លែងនេះគឺបងប្អូនត្រូវតែរកអាស័យដ្ឋានអ្នករស់នៅសហរដ្ឋអាមេរិកសិនចាំបងប្អូនបំពេញ form កន្លែងហ្នឹងអូខេអញ្ចឹងទី1សំខាន់បំផុតនោះគឺត្រូវរកអាស័យដ្ឋានអ្នកដែលរស់នៅសហរដ្ឋអាមេរិកសិនចាំយើងបើក application form ហ្នឹងបំពេញវាចូលអញ្ចឹងយើងអត់មានភាពរអាក់រអួលនៅកន្លែងណាមួយប៉ុន្តែក៏វាមិនថ្មីដែរបើសិនជាយើងបើកវាទៅហើយយើងអត់មានឯកសារដែលគេទាមទារហ្នឹងគឺយើងអាចគ្រាន់តែ sign out ពី form ហ្នឹងហើយយើង sign in ចូលទៅវិញបានហើយគឺអត់មានបញ្ហាទេគ្រាន់តែយើងកុំ submit វាក៏ចាំពេលណាដែលយើងបានឯកសារហ្នឹងគ្រប់គ្រាន់ចាំយើង click submit អូខេមួយទៀតក៏សំខាន់បំផុតដែរអ្នកទាំងអស់គ្នាត្រូវតែដឹងអំពី status របស់យើង status មានន័យថាម៉េចថាតើយើងនឹងរហងៃហ្នឹងគឺជាអី single married ឬក៏មានកូនអញ្ចឹងកន្លែងនេះ tricky បន្តិចបើសិនជាយើងរៀបការឬក៏មានកូនក្រោយពេលដែលយើង apply ដាក់ lottery ហ្នឹងបើសិនជាយើងមានកូនឬក៏មានប្រពន្ធក្រោយពេលដែលយើងដាក់ឆ្នោតផ្សងសំណាងហ្នឹងនៅឆ្នាំមុនហ្នឹងគឺយើងត្រូវតែបំពេញ DS260 ហ្នឹងដាក់ឈ្មោះគាត់ចូលដែរអូខេដាក់ឈ្មោះគាត់ចូលដែរកន្លែងនេះបញ្ជាក់បន្តិចគឺត្រូវតែមានកដាស់ស្នាមអូខេមិនមែនថាអូគាត់ប្រពន្ធខ្ញុំតែខ្ញុំមិនដែលបានចុះច្បាប់អាពាហ៍ពិពាហ៍ជាមួយគាត់អាហ្នឹងក៏អត់បានដែរយើងត្រូវតែមានច្បាប់អាពាហ៍ពិពាហ៍ហើយយើងដាក់គាត់ចូលទៅទី2នោះកំឡុងពេលដែលយើង apply ត្រូវតែចាំពាក្យខ្ញុំមួយម៉ាត់កុំកុហកឧទាហរណ៍យើងមានប្រពន្ធហើយប្រពន្ធយើងនេះខ្ញុំបែកផ្ទះគ្នា5-6ឆ្នាំហើយក៏ដោយយើងអត់យកគ្នាប៉ុន្តែយើងបានចុះឈ្មោះអាពាហ៍ពិពាហ៍ជាមួយគាត់អញ្ចឹងគាត់ទៅជាប្រពន្ធរបស់យើងដែរអញ្ចឹងយើងត្រូវតែដាក់ឈ្មោះគាត់ចូលហើយមួយទៀតគឺបំពេញឈ្មោះថ្ងៃខែឆ្នាំកំណើតឬក៏ព័ត៌មានអីផ្សេងហ្នឹងឲ្យដូចទៅនឹង passportអញ្ចឹងបើសិនជាឈ្មោះរបស់យើងនេះខុសជាមួយនឹងឈ្មោះរបស់យើងអត្តសញ្ញាណប័ណ្ណរបស់យើងចុះឬក៏ខុសពីសញ្ញាបត្រឌីប្លូមថ្នាក់ទី12របស់យើងចុះឧទាហរណ៍ណាយើងកុំខ្វល់ឲ្យរឿងថ្នាក់ទី12ហ្នឹងវាអត់សូវសំខាន់ប្រហែលទេសំខាន់ឈ្មោះរបស់យើងដែលយើងបំពេញហ្នឹងឲ្យដូចតែមួយ passport ទៅបានហើយកន្លែងហ្នឹងគឺសំខាន់បំផុតកុំធ្វើវាលឿនពេកធ្វើម្ដងបន្តិចធ្វើឲ្យវាឲ្យច្បាស់មើលហើយមើលទៀតឲ្យច្បាស់មុនពេលដែលយើង click submit អូខេបន្ទាប់ពីដែលយើងចុច submit ហ្នឹងគឺវាចប់ហើយវាអាចបកក្រោយវិញបានទេអញ្ចឹងត្រូវតែឲ្យជាក់ច្បាស់ថាយើងធ្វើអាហ្នឹងត្រូវហើយបានចាំយើងចុចពាក្យ submit
haiមួយទៀតអ្នកទាំងអស់គ្នាត្រូវចាំថាការបំពេញ form ទាំងអស់ហ្នឹងគឺជាភាសាអង់គ្លេសទាំងអស់បើសិនជាអ្នកទាំងអស់គ្នាមិនច្បាស់ភាសាអង់គ្លេសទេត្រូវរកពីណាគេជួយអ្នកទាំងអស់គ្នាដែលគេមានភាសាអង់គ្លេសក្រាន់បើដើម្បីឲ្យគេអង្គុយចិត្តអ្នកទាំងអស់គ្នាមកហើយឲ្យគេជួយ apply ឲ្យអ្នកទាំងអស់គ្នានឹងgo along ជាមួយអ្នកទាំងអស់គ្នាទៅទី3នោះនៅពេលណាដែលយើង submit form ហើយតើមានរឿងអីកើតឡើង KCC stand for Kentucky County Council ដែលនៅក្នុងសហរដ្ឋអាមេរិកហ្នឹងណាគេនឹងទទួលបាន application DS260 របស់អ្នកទាំងអស់គ្នាហើយគេនឹង review មើលគេមើលឯកសាររបស់អ្នកទាំងអស់គ្នាហើយនៅពេលដែលគេមើលហើយគេនឹង reach out ទៅអ្នកទាំងអស់គ្នាគេនឹងទៅរកអ្នកទាំងអស់គ្នាតាម mail ឬក៏អីអញ្ចឹងទៅគេប្រាប់ថាឥឡូវហ្នឹងគេត្រូវការ form បន្ថែមទៀតដែលមានឈ្មោះថា supporting documents and medical examination supporting document មានដូចជាអីគេខ្លះឯកសារយោងឯកសារគាំទ្រឯកសារបច្ចៈបន្ថែមអញ្ចឹងណាដូចជា supporting documents មានដូចជា birth certificate លិខិតបញ្ជាក់សម្បត្តិកំណើតប្រកាសណាស់គេត្រូវការ passport របស់យើង police certificate លិខិតថ្កោរទោស military certificate លិខិតធ្វើទាហានបើសិនជាយើងធ្លាប់ធ្វើទាហាន marriage certificate លិខិតរៀបអាពាហ៍ពិពាហ៍បើសិនជាយើងនៅខ្លួនមួយយើងត្រូវតែមានលិខិតបញ្ជាក់ភាពនៅលីវកន្លែងនេះបញ្ជាក់បន្តិច make sure กระดาษដែលអ្នកទាំងអស់គ្នាធ្វើនឹងត្រូវតែជា official paper กระดาษនោះត្រូវតែជាกระดาษផ្លូវការដែលទទួលដឹងឮពីក្រសួងត្រឹមត្រូវហើយបើกระดาษទាំងអស់ហ្នឹងគឺជាភាសាខ្មែរអ្នកទាំងអស់គ្នាត្រូវតែបកប្រែជាភាសាអង់គ្លេសហើយត្រូវរកក្រុមហ៊ុនបកប្រែណាដែលមានច្បាប់ត្រឹមត្រូវមួយទៀតគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើតេស្តពិនិត្យសុខភាពអញ្ចឹងគេដែលគេហៅថា medical examination ហ្នឹងកន្លែងហ្នឹងគឺយើងត្រូវតែធ្វើតេស្ត KCC គេនឹងប្រាប់យើងឲ្យថាតើយើងហ្នឹងត្រូវទៅពេទ្យនៅកន្លែងណាដែលជាដៃគូសហការរបស់ទូតសហរដ្ឋអាមេរិកយើងមិនមែនទៅពេទ្យដែលយើងចង់ទៅបានទេអូខេមានកន្លែងពេទ្យហ្នឹងកាលខ្ញុំមកដូចជាពេទ្យនៅដូនពេញណាគឺដែលមានឈ្មោះថា IOS អញ្ចឹងយើងទៅពេទ្យហ្នឹងគេនឹងធ្វើតេស្តសុខភាពរបស់យើង2-3ថ្ងៃក្រោយគេឲ្យយើងទៅយកលទ្ធផលហើយនៅពេលដែលយើងយកលទ្ធផលហ្នឹងគឺគេមាន envelope មួយសបត់ណាដែលបិទចិត្តឆឹងហ្មងអញ្ចឹងយើងអាចមានសិទ្ធិទៅហែកសបត់ហ្នឹងបានទេសបត់ហ្នឹងគឺត្រូវតែ seal គឺត្រូវតែបិទចិត្តឆឹងមានតែទូតប៉ុណ្ណោះជាអ្នកបើកវាអញ្ចឹងចាំកន្លែងហ្នឹងហាមបើកសបត់ហ្នឹងឲ្យសោះទូតគេជាអ្នកណាត់ថ្ងៃយើងដែលយើងទៅសម្ភាសថ្ងៃណាមិនមែនយើងណាត់ទូតទេនៅពេលណាដែលយើងរៀបចំឯកសារហ្នឹងទៅឲ្យ KCC គ្រប់គ្រាន់ហើយKCC នឹងតម្លាក់ឯកសារមកឲ្យទូតអីអញ្ចឹងទូតនឹងតាក់ទងទៅអ្នកទាំងអស់គ្នាថាតើថ្ងៃណាអ្នកទាំងអស់គ្នាមកសម្ភាសអូខេឥឡូវចូលដល់វគ្គ interview ម្ដងពេលដែលទៅដល់ interview ហ្នឹងតើអ្នកណាគេមានសិទ្ធទៅ interview ជាមួយយើងខ្លះបុគ្គលដែលពាក់ព័ន្ធទៅមានសិទ្ធទៅ interview ជាមួយយើងបើសិនជាយើងចង់ឲ្យអ្នកដែលអត់ពាក់ព័ន្ធទៅបានដូចគ្នាប៉ុន្តែគ្រាន់គេឲ្យចូលគេឲ្យឈរនៅខាងក្រៅ beginning ដូចកដាលហ្នឹងអញ្ចឹងកុំញ៉ៃញ៉ៃទៅតែអ្នកដែលពាក់ព័ន្ធទៅបានហើយបើសិនជាប្រពន្ធរបស់យើងប្តីរបស់យើងឬក៏កូនរបស់យើងត្រូវទៅជាមួយយើងដែរនាំគាត់ទៅជាមួយទៅហើយយើងត្រូវយកអីទៅជាមួយខ្លះយើងត្រូវតែយកឯកសារពាក់ព័ន្ធទៅទាំងអស់អញ្ចឹងឯកសារពាក់ព័ន្ធមានដូចជាអីមានដូចជា birth certificate សម្បត្តិកំណើត passport ប្រកាសណាត្រូវទៅយក passport ទៅហើយជាមួយនឹងលិខិតថ្កោរទោសដែលចេញពីក្រសួងអីថាយើងនឹងអត់ដែលមានពាក់ព័ន្ធរឿងខុសច្បាប់អីអញ្ចឹងទៅសភៅគ្រួសារគេអត់ទាមទារទេប៉ុន្តែយើងយកទៅជាឯកសារបន្ថែមអូខេបើគេរកយើងមានស្រាប់សញ្ញាបត្រខ្លះដែលយើងមានសញ្ញាបត្រថ្នាក់ទី12សញ្ញាបត្ររៀនសាកលវិទ្យាល័យហើយបើសិនជាយើងអត់មានសញ្ញាបត្រទាំងអស់នោះទេយើងការងាររបស់យើងធ្វើអីយើងបញ្ជាក់ពីក្រុមហ៊ុនរបស់យើងមកឲ្យមេយើងសញ្ញេមកថាយើងបានធ្វើការថ្ងៃនេះដល់ថ្ងៃនេះបុគ្គលិកនេះពិតជាបុគ្គលិករបស់ខ្ញុំមែនចង់បញ្ជាក់កន្លែងនេះបន្តិចបើសិនជាបងប្អូនអត់មានសញ្ញាបត្រទី12ទេបងប្អូនមានការងារចាប់ពី2ឆ្នាំឡើងទៅឬក៏ការងារនោះត្រូវបានគេនឹងបង្រៀនអ្នកទាំងអស់គ្នាចាប់ពី2ឆ្នាំឡើងទៅដូចគ្នាមិនចាំបាច់តតែការងារនឹងបានប្រាក់ខែឬក៏មិនបានប្រាក់ខែទេឧទាហរណ៍ការងារដែលយើងស្ម័គ្រចិត្ត volunteer យើងស្ម័គ្រចិត្តទៅជួយអង្គការណាមួយយើងស្ម័គ្រចិត្តទៅធ្វើជាមួយនឹង
mà chạm mà đô na môi in chẳng từ dương ác dương có ai ai phụ quạt năng chui sờ xé lịch khất năng ao dương bàn đôi kia còn là tha lịch khất năng trâu tài chia lịch khất đại print trên bị computer hai miền xạ xây thẩm thử hai miền cả bò tra trầm trâu chẳng có dương aiแต่ตัว squad បានដែរបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់ថាតើការងារអីបានជាទៅគេនឹងទទួលស្គាល់អញ្ចឹងខ្ញុំគ្រាន់តែនិយាយស្រួលមួយម៉ាត់ឲ្យស្រួលស្ដាប់គឺការងារណាដែលមិនខុសច្បាប់ឬក៏ការងារណាដែលគេទទួលស្គាល់នៅក្នុងសង្គមហើយបើសិនជានៅតែឆ្ងល់ទៀតគឺខ្ញុំមាន link នៅខាងក្រោមអ្នកទាំងអស់គ្នាអាចឆែកមើលបានពីព្រោះនៅពេលដែលខ្ញុំឆែកនៅលើ web page របស់ទូតសហរដ្ឋអាមេរិកគាត់បានឲ្យខ្ញុំcheck មើលនៅក្នុង link ហ្នឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាច check បាននៅខាងក្រោម description រូបថត photograph រូបថតហ្នឹងគឺគេមានទំហំដែលគេចង់បានរូបថតដែលយើងពេលដែលយើង apply ដាក់ឆ្នោតហ្នឹងរូបថតហ្នឹងឯងបន្តមក medical examination result អូខេกระดาษពេទ្យរបស់យើងហ្នឹងគឺអត់ត្រូវបើកទេក៏យកទៅដែរហើយ receipt វិក័យប័ត្រដែលយើងបាន pay ទៅឲ្យ visa fee ហ្នឹងហើយជាមួយនឹង entrance status ដែលគេបញ្ជាក់ថាយើងបានជាប់ហ្នឹងហើយកระดาษហ្នឹងដែរអ្នកទាំងអស់គ្នាត្រូវចាំកន្លែងនេះទូណាគេមិនដែលជឿយើងថាអូខ្ញុំចប់ទី12ហើយអូខ្ញុំធ្វើការនៅកន្លែងនេះគេអត់ខ្វល់សម្ដីយើងទេទូតគេ don't care អូខេគេត្រូវការភ័ស្តុតាងជាសន្លឹកអីមកអ្នកទាំងអស់គ្នាពិតជាធ្វើថ្ងៃនេះដល់ថ្ងៃនេះមែនហើយមានណាគេដឹងឮមានត្រាមានអីអត់អញ្ចឹងគេយកតែភ័ស្តុតាងហើយគេយកតែกระดาษបញ្ជាក់អីអញ្ចឹងមិនបាច់សម្ដីអ្នកទាំងអស់គ្នាគឺវាអត់មានសាបកន្លែងនេះត្រូវសំខាន់បំផុតអត់មានកระดาษស្នាមដែលគេចង់បានធ្លាក់ពេលដែលយើងជាប់តែមានរឿងកាត់ឡើងគេនឹងទុក passport របស់យើងហើយគេនឹងឲ្យយើងទៅយក passport របស់យើងប្រហែល2 ទៅ 3ថ្ងៃក្រោយដែល passport របស់យើងមាន visa នៅលើនឹងហ្មងហើយគេឲ្យរយៈពេល6ខែក្នុងកំឡុងពេល6ខែហ្នឹងយើងអាចចាក់ចេញទៅសហរដ្ឋអាមេរិកថ្ងៃណាក៏បានដែរអូខេកន្លែងនេះ tricky បន្តិច 90% អ្នកដែលជាប់ឆ្នោតមកនៅសហរដ្ឋអាមេរិកគឺជាប់តែម្ដងគឺអត់ដែលធ្លាក់អីពីសម្ភារហ្នឹងមានតែ 10% តែប៉ុណ្ណោះដែលធ្លាក់ដោយសារតែមូលហេតុ2มันមានឯកសារឲ្យគេมันមានភ័ស្តុតាងប្រាប់ថាគេចាប់ទី12ប៉ុន្តែអត់មានភ័ស្តុតាងបង្ហាញគេថាយើងចាប់ទី12ហើយមួយទៀតគឺកុហកគេកុហកថាអត់មានប្រពន្ធទេការពិតខ្លួនឯងមានប្រពន្ធដល់គេ check មើល background ទៅដឹងថាខ្លួនឯងមានប្រពន្ធធ្លាក់អញ្ចឹងទី1កុំកុហកទី2កុំមានឯកសារគេគ្រប់គ្រាន់ទៅជាប់ហើយក្រោយតើយើងត្រូវចំណាយលុយប្រមាណសម្រាប់ថ្លៃដំណើរការ process ទាំងអស់ហ្នឹងឥឡូវខ្ញុំនិយាយខ្ទង់ម្នាក់ណាបើម្នាក់ប៉ុណ្ណឹងបើសិនជាយើងទៅ2នាក់3នាក់អាហ្នឹងយើងថែមលុយតាមហ្នឹងទៅអញ្ចឹងបើសិនជាមួយនាក់ថ្លៃមើលបណ្ដាសុខភាពហ្នឹងខ្ទង់ប្រហែល$200 ទៅ$300អូខេហើយ visa fee ហ្នឹងតើយើងអស់ប្រមាណ$330មាន fee គេទៀតសិនជាយើងជាប់ការ fee green card ហ្នឹងអា green card ដែលយើងត្រូវបង់ថ្លៃយកអា green card ស្បានសាក់ស្នៅមកនៅសហរដ្ឋអាមេរិកហ្នឹងគឺយើងអាចបង់ក្រោយពេលដែលយើងជាប់ឬក៏យើងមកដល់សហរដ្ឋអាមេរិកម្ដងតែម្ដងអាហ្នឹងខ្ទង់ប្រហែលជា$200ជាងអត់ថ្លៃប្រហែលទេហើយបើសួរថានៅពេលដែលជាប់ហើយបង់លុយថ្លៃអា process fee ហ្នឹងហើយតើត្រូវចំណាយអីទៀត of course អ្នកទាំងអស់គ្នាត្រូវចំណាយសម្បត្តិយន្តហោះខ្លួនឯងអូខេពេលដែលអ្នកទាំងអស់គ្នាចំណាយសម្បត្តិយន្តហោះហើយពេលដែលអ្នកទាំងអស់គ្នាមកដល់នេះតើអ្នកទាំងអស់គ្នាត្រូវចំណាយប្រមាណកន្លែងហ្នឹងវាតាមបុគ្គលអូខេវាតាមបុគ្គលម្នាក់អាហ្នឹងស៊ីសងយើងនិយាយជាមួយនឹងអ្នកដែលយើងមកនៅអាមេរិកជាមួយនឹងដែលថា host ហ្នឹងយើងតើបើគាត់មកដល់ហ្នឹងគាត់អត់យកលុយអ្នកទាំងអស់គ្នាពី3ខែហ្នឹងរហូតដល់អ្នកទាំងអស់គ្នារកការងារធ្វើអញ្ចឹងអ្នកទាំងអស់គ្នាមិនត្រូវការលុយប្រមាណទេបើគាត់និយាយថាអ្នកទាំងអស់គ្នាត្រូវតែបង់លុយផ្ទះឲ្យគាត់អាហ្នឹងអ្នកទាំងអស់គ្នាត្រូវចំណាយលុយអ្នកទាំងអស់គ្នាមកនៅអ្នកទាំងអស់គ្នាគ្រាន់តែយកឈ្មោះផ្ទះគាត់ទេតែអ្នកទាំងអស់គ្នាអត់នៅមួយគាត់អ្នកទាំងអស់គ្នាទៅរក apartment នៅឬក៏ hotel នៅអាហ្នឹងអ្នកទាំងអស់គ្នាគិតគូរតាមហ្នឹងទៅតែប៉ុណ្្នឹងឯងគឺបើសិនជារកលុយជាក់លាក់គឺវាអត់មានទេសំខាន់3អ្នកទាំងអស់គ្នាត្រូវតែដឹងណាទី1 form បំពេញហ្នឹងគឺជាភាសាអង់គ្លេសទាំងអស់ except មានតែ interview ឯងសម្ភាសមួយបានគេសម្ភាសអ្នកជាភាសាខ្មែរក្រៅពីហ្នឹង form ជាភាសាអង់គ្លេសទាំងអស់អញ្ចឹងបើសិនជាមិនច្បាស់មិនចេះភាសាអង់គ្លេសទេ
រកពីណាគេអង្គុយជាមួយអ្នកទាំងអស់គ្នាហើយ go along go through with អ្នកទាំងអស់គ្នាអូខេហើយមួយទៀត don't lie កុំកុហកគេបានតែម្ដងពីរដងដំបូងឯនៅដល់ពេលសម្ភាសគេចាប់បានដដែលអញ្ចឹងអ្នកទាំងអស់គ្នាមិនមានបញ្ហាធំអញ្ចឹងយល់ល្អគុំកុហកអីហើយជាពិសេសនៅពេលដែលអ្នកសម្ភាសគេយកលុយអ្នកទាំងអស់គ្នា330បាត់ហើយសម្រាប់ថ្លៃសម្ភាសហ្នឹងដល់ទៅពេលអ្នកទាំងអស់គ្នាកុហកអ្នកទាំងអស់គ្នាធ្លាក់330ហ្នឹងគេអត់សងអ្នកទាំងអស់គ្នាវិញគេយកវិញហើយគេយកបាត់ហើយ no refund ពេលឆ្ងល់អារឿង application form ហ្នឹងបំពេញហើយចាំគេយូរម៉េះអត់តាន់ឃើញគេហៅសម្ភាសអីទៀតកុំទៅសួរទូតគឺគេអត់ដឹងខ្យល់អីទេស្មាតោនិយាយឲ្យស្រួលស្ដាប់គឺគេអត់ដឹងអីទេពីព្រោះអី KCC នេះដែលនៅសហរដ្ឋអាមេរិកនេះ Kentucky County Council ហ្នឹងបានគេដឹងឯកសារអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា apply DS 260ហើយ KCC នេះគេយកឯកសារអ្នកទាំងអស់គ្នាមើលហើយគេនឹងតាក់ទងទៅអ្នកទាំងអស់គ្នាថាតើឲ្យអ្នកទាំងអស់គ្នាយក supporting document ឲ្យគេមិនខ្លះពេលដែលអ្នកទាំងអស់គ្នាបាន supporting document ឲ្យគេហើយគេមើលម្ដងទៀតអូគេថាបកគលហ្នឹងល្អហើយឥឡូវហ្នឹងគេបញ្ជូនឈ្មោះរបស់អ្នកទាំងអស់គ្នាទៅឲ្យទូតពេលហ្នឹងហើយទៅទូតដឹងអញ្ចឹងទូតណាត់អ្នកទាំងអស់គ្នាទៅជួបអញ្ចឹងបានជាទូតគេមើលឯកសារធ្លាក់ពី KCC មកយល់ខ្ញុំនិយាយអញ្ចឹងបើឆ្ងល់អីមិនបាច់ទៅសួរទូតទេមានតែទៅសួរទូតក៏ទូតប្រាប់ថាអត់ទៅសួរ KCC ខ្ញុំអត់ដឹងអីទេអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងនិយាយទៅគឺនិយាយមាត់ឆៅអត់ហើយមាន note តិចហើយអញ្ចឹងបានខ្ញុំអាសាកលេចមើលទៅខាងក្រោមហ្នឹងដោយសារតែខ្ញុំកត់វាតុកហើយឯកសារទាំងអស់នេះគឺខ្ញុំប្រមូលបានពីទូតសហរដ្ឋអាមេរិក web page ដូចតែគ្នាហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមគឺខ្ញុំគ្រាន់តែបកប្រែចេញពីទូតទេពីព្រោះខ្ញុំមិនមែនមកសហរដ្ឋអាមេរិកតាមរយៈការជាប់ឆ្នោតទេអញ្ចឹងបើសិនជាប័ណ្ណពិសោធន៍គឺវាអត់មានទេគ្រាន់តែថាខ្ញុំគ្រាន់តែស្រាវជ្រាវបន្ថែមសម្រាប់អ្នកទាំងអស់គ្នាដែលគាត់ចង់ដឹងពីឆ្នោតផ្សងសំណាងហ្នឹងណាអរគុណច្រើនហើយបើសិនជានៅតែមានចម្ងល់ឆ្ងល់អីអាចតាក់ទងមកខ្ញុំបានចាំខ្ញុំព្យាយាមឆ្លើយនៅសំណួរទាំងអស់ហ្នឹងហើយបើខ្ញុំឆ្លើយមិនបានអ្នកទាំងអស់គ្នាអាចចូលទៅក្នុង web page របស់ទូតសហរដ្ឋអាមេរិកផ្ទាល់តែម្ដងអរគុណអ្នកទាំងអស់គ្នាច្រើនកុំភ្លេច subscribe ហើយចុច like នៅលើ YouTube channel របស់ខ្ញុំផងអូខេ